បើកាលណាយើងមានផ្ទៃពោះយើងគិតច្រើនចឹងអារម្មណ៍កូនយើងក៏ត្រូវគិតតាមនឹងដែរចឹងយើងធ្វើម៉េចអារម្មណ៍យើងឲ្យសុវត្ថិចិត្តច្រើនជំរាបសួរចាជំរាបសួរសួស្តីសុខសប្បាយកញ្ញាចាសុខសប្បាយអរគុណសម្រាប់ការចូលរួមនៅក្នុងកម្មវិធី Only Six Podcast នៅក្នុងអេពីសូតទី4ហើយថ្ងៃនេះយើងនឹងជជែកគ្នាខ្លះៗតាក់ទងទៅនឹងអារម្មណ៍បងដឹងថាអូនមានផ្ទៃពោះលើកដំបូងជាកូនដំបូងចង់សួរតិចអារម្មណ៍ដំបូងបែបម៉េចខ្លះអារម្មណ៍ទី1យើងសប្បាយចិត្តពេលដែលដឹងថាគាត់មាននៅក្នុងផ្ទៃយើងហើយយើងពេលដែលយើងមានភ្លាមគឺយើងត្រូវទៅពេទ្យដើម្បីទៅឆែកមើលថាកូនយើងនៅក្នុងស្បូនឬក៏មិនតាន់ចូលក្នុងស្បូនអីចឹងណាបងហើយដើម្បីទៅរកថ្នាំជាតិដែកដើម្បីលេបរក្សាកវ៉ាកូននៅក្នុងផ្ទៃបាទចឹងមកថាទាំងក្តីស្រឡាញ់ទាំងការភើបគឺមកជាមួយគ្នាហើយក៏ចាប់ផ្ដើមមើលថែទាំពីសុខភាពរបស់គាត់ដែរចាបងអូខេអូននៅពេលដែលអូនទទួលបានដំណឹងថាមានផ្ទៃពោះតាមរយៈការពិនិត្យទឹកនោមឬក៏ទៅមន្ទីរពេទ្យខ្ញុំពិនិត្យទឹកនោមមនុស្សទី1ដែលដឹងជាអ្នកណាទី1គឺខ្លួនឯងដឹងដោយសារយើងបាត់ថ្ងៃខែដូចជា3ថ្ងៃខ្ញុំតេស្តមើលតេស្តទៅយើងឃើញក៏ប្រាប់ប្តីចឹងណាបងគាត់មិនដែរពេលហ្នឹងប្តីគាត់អារម្មណ៍គាត់សុបាយចិត្តរីករាយព្រោះ surprise ចាអារម្មណ៍ពេលដែលមិនទាន់មាននឹងមានខុសគ្នាទៀតចឹងណាបងមិនដែរចំពោះពេលដែលទទួលដឹងថាមានទៅគាត់តែងតែថ្នមយើងកុំឲ្យយើងធ្វើការធ្ងន់ឲ្យយើងសម្រាប់បានច្រើនឲ្យយើងទៅពោះអស់អត់ទេគេថាពីមុនគាត់ដូចថាគាត់សម្រាប់ការងារយើងបានច្រើនទាំងកិច្ចការងារផ្ទះទាំងអីចឹងគាត់សម្រាលយើងបានច្រើនគាត់អត់ដូចយើងមុនយើងការងារផ្ទះលើយើងតែឥឡូវគាត់ជួយយើងសម្រាប់ទាំងការងារផ្ទះដល់យើងទៀតលេងចាបងចាចែករំលែកជាបទពិសោធន៍បានន័យថាដូចជាមិនទាន់មានជាបញ្ហាអីគួរឲ្យកត់សម្គាល់ទេក្នុងពេលនេះបានខែហើយចូលក្បាល6ហើយបងបាទមិនទាន់ដឹងភេទឬក៏ដឹងហើយសប្បាយចិត្តនៅចំពោះភេទដែលទទួលបានភេទទទួលបានសប្បាយចិត្តដោយសារគ្រួសារគាត់ចង់បានភេទនឹងដែរអញ្ចឹងណាបងភេទផងអូសាទអូខេយទូទៅមនុស្សហេតុអីបានចង់បានកូនប្រុសដំបូងហេតុអីសូម្បីតែម៉ាក់ខ្ញុំជាដើមដោយសារគ្រួសារខ្ញុំបងប្អូនគាត់ច្រើនអ្នកហើយទី1គាត់ខ្សត់បងប្អូនប្រុសទៀតដែលអញ្ចឹងគាត់ចង់បានកូនប្រុសមុនបាទអូនគិតថាការមានកូនជាបន្ទុកទេអត់ទេបងព្រោះវាជាក្តីស្រឡាញ់យើងដែលយើងចង់បានខ្លាចតែយើងអត់ចង់បានយើងគិតថាបន្ទុកអរគុណច្រើនឥឡូវនេះក្នុងអំឡុងពេលមានផ្ទៃពោះនេះតើអូនមានការថែទាំសុខភាពផ្លូវកាយនិងផ្លូវចិត្តបែបណាខ្លះចំពោះការថែទាំសុខភាពផ្លូវកាយគឺយើងត្រូវថ្នមខ្លួននិយាយទៅការញ៉ាំការអីយើងត្រូវគិតកេងក៏យើងត្រូវគិតដែរយើងកេងរបៀបម៉េចពេលខ្លះខ្ញុំ search ក្នុង YouTube មើលការណែនាំពីការកេងការញ៉ាំរបស់គ្រូពេទ្យគេណែនាំក្នុង YouTube ចឹងណាបងបាទពិតជាអ្នកម្ដាយសម័យថ្មីមានភាពវៃឆ្លាតមែនតើអរគុណច្រើនសម្រាប់ការចូលរួមនៅក្នុងពេលវេលានេះហើយបន្តទៀតបងចង់ដឹងថាតើក្នុងអំឡុងពេលមានផ្ទៃពោះហ្នឹងការទៅពិនិត្យផ្ទៃពោះហ្នឹងជារឿងចាំបាច់អត់ចាបងជាការពិនិត្យផ្ទៃពោះគឺជារឿងចាំបាច់សម្រាប់យើងជាអ្នកម្ដាយទី1ពេលដែលខ្ញុំទៅពេទ្យតែងតណាត់យើងដូចថាខែទី1គេពិនិត្យអីគេខ្លះពិនិត្យអីចូលខែទី2គេត្រូវមើលចង្វាក់បេះដូងថាកូនយើងមានចង្វាក់បេះដូងអត់ដល់ចូលខែទី3គេជួសឈាមយើងមើលទឹកនោមមើលមេរោគនៅក្នុងថ្លើមមើលអីចឹងណាបងហើយដល់ចូលខែទី4និយាយទៅយើងអេកូតាមមើលសុខភាពគាត់រហូតនិយាយទៅខ្លាចគាត់ពេលខ្លះយើងអត់អីតែដល់នៅក្នុងអេកូវាទៅជាមានបញ្ហាអីមួយដែលកើតឡើងយើងនឹកស្មានមិនដល់អញ្ចឹងណាបងបាទពិតជាត្រឹមត្រូវណាស់ហើយក៏ជាការចែករំលែកមួយជាសារមួយសម្រាប់បងប្អូនអ្នកដែលគាត់មិនទាន់មានផ្ទៃពោះក្នុងករណីដែលមានផ្ទៃពោះគាត់គួរតែទៅពិនិត្យផ្ទៃពោះព្រោះវាជាការចាំបាច់ហើយបន្ទាប់ទៀតបងចង់ដឹងថារយៈពេល6ខែកន្លងមកនេះធ្លាប់មានអារម្មណ៍ស្មុគស្មាញឬក៏មានអារម្មណ៍ថាតបប្រមាលពិបាកចិត្តអីទាក់ទងនឹងការមានផ្ទៃពោះនឹងអត់ដូចខ្ញុំអត់អីផងបងសប្បាយចិត្តរហូតចាដោយសារតែស្វាមីយើងចិត្តទុកដាក់ហើយចាណាមួយយើងអត់ទៅគិតអីច្រើនផងណាមួយយើងខ្លាចប៉ះពាល់ព្រោះពេទ្យគេចេះណែនាំយើងដែរថាបើកាលណាយើងមានផ្ទៃពោះយើងគិតច្រើនអញ្ចឹងអារម្មណ៍កូនយើងក៏ត្រូវគិតតាមនឹងដែរអញ្ចឹងយើងធ្វើម៉េចអារម្មណ៍យើងឲ្យសុវត្ថិចិត្តច្រើន
ហាមកើតទុក អូខេតើតើទៅនឹងអាហារូបត្ថម្ភចំពោះកូនអូនគិតថាការបំបើកូនដោយទឹកដោះគឺចាំបាច់អត់ និយាយទៅការបំបើកូនដោយទឹកដោះគឺជាការចាំបាច់បំផុតតែសម័យឥឡូវបើយើងឲ្យបំបើក៏ពិបាកដែរបងដោយសារយើងធ្វើការដែលចឹងយើងអត់មានពេលបំបើគាត់បានគ្រប់គ្រាន់ទេតែបើយើងមានលទ្ធភាពបូមយើងមានទឹកដោះយើងមានលទ្ធភាពបូមយើងអាចបូមបាននេះយើងអាចរកដោះគោជំនួយបន្ថែមទៀតចឹងណាបង តែតែយុគសម័យនេះស្ត្រីជាម្ដាយជាទូទៅគឺគាត់ទៅធ្វើការបំពេញកាតព្វកិច្ចដូចដែលជាមនុស្សប្រុសដែរទេអញ្ចឹងពាក្យទូនីតិរបស់គាត់បន្តទៀតគឺការបូមឬក៏បើសិនជាអត់មានទឹកដោះទេគាត់ត្រូវរកអាហារូបត្ថម្ភណាដែលល្អហើយបច្ចុប្បន្ននេះទឹកដោះប៉ប៉ែគឺជាទឹកដោះដែលវាល្អទឹកដោះដែលគេនិយមចាប់ផ្ដើមគ្រប់គ្រងទៅលើប្រើប្រាស់បើនិយាយរួមទៅលើសកលលោកបច្ចុប្បន្នគឺគេកលេចមកមើលទឹកដោះប៉ប៉ែចំពោះអូនផ្ទាល់តើអូនគិតថាប្រសិនបើអូនមិនមានលទ្ធភាពបំបើកកូនដោយទឹកដោះគ្រប់គ្រាន់តើអូនជ្រើសទឹកដោះគោឬក៏ទឹកដោះប៉ប៉ែដល់ពេលខ្ញុំមានកូនអញ្ចឹងខ្ញុំគិតមួយប្តីដែរទីមួយខ្ញុំត្រូវគិតពីបញ្ហាសុខភាពកូនបើកាលណាយើងបើដោះគោមិនស្រួលវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពគាត់ទីមួយខាត់ទាំងពេលវេលាយើងត្រូវខាត់ទាំងថវិកាទៅពេទ្យកាលណាគាត់ងាកឈឺក៏យើងអត់បានដែរអញ្ចឹងយើងត្រូវប្រភេទម្សៅទឹកដោះគោឬក៏ម្សៅប្រភេទទឹកដោះពពែណាដែលជួយឲ្យកូនយើងមានសុខភាពល្អហើយអត់សូវឈឺទៀតអាហ្នឹងគំនិតខ្ញុំគិតចឹងអញ្ចឹងបានថាអាស្រ័យទៅតាមសុខភាពរបស់កូនចាបងតាមការយកឃើញរបស់អូនបច្ចុប្បន្នគឺពពែវាជាទឹកដោះមួយដែលយើងគួរតែជ្រើសរើសហើយចាបងអរគុណច្រើនជាចុងក្រោយបងដូចជាអត់មានសំណួរបន្តប៉ុន្តែសូមឲ្យអូនជួយចែករំលែកពីឬក៏ជាការលើកទឹកចិត្តឲ្យស្ត្រីដែលគាត់ចង់បានកូនតែគាត់នៅខ្លាចគាត់នៅរុញរាណាបងចង់ឲ្យជំរុញគាត់ថាគួរតែយកកូនទៅវាជាក្តីសុខផ្លូវចិត្តនិយាយទៅបើកាលណាយើងមានកូនទៅវាជាក្តីសុខមួយផ្លូវចិត្តទី1ពេលខ្លះយើងចាប់ពី4ខែទៅគឺគាត់ធាក់យើងហើយអញ្ចឹងចាអារម្មណ៍ពេលដែលគាត់ធាក់យើងគឺយើងសុបាយហើយអារម្មណ៍យើងយប់ឡើងយើងមានពេលយើងអាចនិយាយលេងមួយគាត់ពេលដែលយើងនិយាយទៅគឺគាត់ធាក់យើងគាត់ទទួលអារម្មណ៍ដែលយើងនិយាយលេងមួយគាត់បានហើយនិយាយទៅត្រូវបានសម័យថ្នាក់ទៀតហើយបានមានការយកចិត្តពីមនុស្សជុំវិញខ្លួនច្រើននិយាយទៅបានមានអ្នកយកចិត្តជុំវិញខ្លួនយើងច្រើនហើយនិយាយទៅការហូបចុកវាក៏ល្អហ្នឹងហើយបានច្រើនជាងមុនយើងសម្រាប់អីបានល្អជាងមុនពិតជាសារដែលគួរឲ្យស្ដាប់ពិតជាការចែករំលែកដ៏ល្អមែនតើសម្រាប់អ្នកដែលគាត់អត់ទាន់សម្រេចចិត្តថាយកកូនវាជារឿងដែលសំខាន់មួយព្រោះមនុស្សទូទៅពេលគាត់រៀបការហើយគាត់រៀបពីហើយគឺគាត់តែងតែចង់បានកូនដើម្បីជាសេចក្តីសុខរបស់គាត់ឬក៏ដូចអូននិយាយអញ្ចឹងគឺការចែករំលែកមែនតើអញ្ចឹងជំរុញបន្ទាប់ទៀតសម្រាប់អ្នកដែលគាត់មិនទាន់សម្រេចចិត្តគឺអាចសម្រេចចិត្តក្នុងការយកបទបានអរគុណច្រើនសម្រាប់ការចូលរួមនៅក្នុងថ្ងៃនេះនៅក្នុងអេពីសូតទី4របស់ Only 6 Podcast អរគុណជម្រាបលាកញ្ញាចាអរគុណបងជម្រាបលា